Wow, look at this. Okay បងប្អូនថ្ងៃនេះខ្ញុំនៅផ្ទះហើយបេះនេះផ្លែក្រូចសើចដើម្បីហាន់វាដាក់ទឹកញ៉ាំអញ្ចឹងខ្ញុំញ៉ាំទៅវាជួយច្រើនដែរកាត់ខ្លាញ់កាត់អីណាអូខេអញ្ចឹងកុំឲ្យខាត់ពេលខ្ញុំនឹងយករូបភាពបងប្អូនដែលជា top fan ម្នាក់ដើម្បីធ្វើ photo review ជូនបងប្អូនបាទអញ្ចឹងតែមិនអរគ្នាតាណាគេបាទ top fan និនបាទគាត់បានដាក់រូបនៅក្នុង comment បាទអញ្ចឹងគាត់ជា top fan ហើយគាត់បានទៅស្អីថាជួយណែនាំផងបងបាទអញ្ចឹងនិនខ្ញុំនឹងយករូបគាត់ធ្វើ photo review តែម្ដងបាទអូខេអញ្ចឹងចំណុចល្អរបស់គាត់គឺទាក់ទងទៅនឹងការ focus របស់គាត់អញ្ចឹងធម្មតាជាទូទៅគឺគ្រប់សัตว์ឬកំណឹកគឺអ្វីដែលយើងត្រូវ focus គេគឺផ្នែកទាំងឯងបាទអញ្ចឹងពីនេះគឺផ្នែកហ្នឹងគឺគាត់ focus ចំបានល្អអញ្ចឹងនេះគឺជាប្រភេទថត macro ណាបាទអញ្ចឹង macro ត្បិតតែគាត់ focus ផ្នែកហើយ blur បានណាblur ផ្នែកខ្លួនផ្នែកអីណាប៉ុន្តែគឺល្អហើយបាទអញ្ចឹងទី1 focus ផ្នែកបានល្អទី2គឺគាត់មាន diagonal line គាត់បាទ diagonal line បានពីឃើញទេបាទអញ្ចឹងតម្រងសាន់គឺមើលទៅចំហៀងឃើញសឹងតែគ្រប់គ្រាន់បាទមានជើងឆ្វេង3ខាងស្ដាំនេះ3ខាងក្រោយ2ទៀតអញ្ចឹងខាង4ឃើញសឹងទាំងអស់បាទជាមួយនឹង moment ដែលវាទុំជាមួយនឹងស្លឹកឈើណាបាទអញ្ចឹងហើយអានឹងទី1ទី2គឺតើតទៅនឹងពលឺក៏គាត់ធ្វើបានល្អដែរគឺពលឺឃើញយើងបាញ់ពីចូលខាងមុខបាទហើយមាន shadow ពីក្រោយហើយរូបនេះគឺគាត់ថតបែប macro អញ្ចឹងមិនដឹងថាគាត់ថតកាមេរ៉ាអី lens អីទេឬក៏ទូរស័ព្ទទេបាទប៉ុន្តែភាគច្រើនប្រហែលជាមើលទៅជាកាមេរ៉ាអូខេអញ្ចឹងនេះគឺតើតចំណុចល្អរបស់គាត់តាមពិតទៅការថតរូបបែប macro គឺជាវាមានtechnique មួយចំនួនបាទតើតទៅនឹងដើម្បីឲ្យវានេះណាបាទឲ្យវា blur ហ្នឹងក៏ដូចជា focus ហ្នឹងវាបានរហូតដល់ក្រោយខាងកតុយខាងអីចឹងណាបាទអញ្ចឹងគឺគេមានចង្កាទៅគេមានប្រើភ្លើងប្រើ flash បាទប្រើ flash ឲ្យខ្លាំងឲ្យច្រើនទៅឆ្វេងស្ដាំចំហៀងលើក្រោមមកបាទយើងអាចឡើង aperture គឺយើងអាចមិនត្រឹមតែច្បាស់តែផ្នែកគឺច្បាស់ដល់ខ្លួនដល់កតុយទៀតបាទនឹង technique ទី1ណាបាទ technique ទី2គឺគេប្រើ stick បាទ stick focus អញ្ចឹងក្នុង Sony អីគេបើកមានណាគេដាក់មក bracketing គេគាត់យើងចុចជាប់ទៅយើងយកបានប៉ុសក៏បានដែរដូចជា20ប៉ុសក៏បាន10ប៉ុសក៏បាន5ប៉ុសក៏បានអញ្ចឹងក្នុងនោះគឺវា auto ថតឲ្យយើងតែម្ដង autoចាប់យក focus ណាបាទ focus រៀបរបស់គាត់របស់វាគឺចាប់ពីដៃនេះបាទរហូតដល់ភ្នែកទៅដល់ក្បាលកតុយដល់អីចឹងទៅអញ្ចឹង20រូបគឺយកមក stick ចូលគ្នាគឺវា sharp ទាំងអស់ហ្នឹងវា technique ចំណេះការថត macro បាទអញ្ចឹងបកមកវិញតើតទៅនឹងចំណុចខ្វះខាតរបស់គាត់គឺអត់មានច្រើនទេបាទតើតទៅនឹងចំណុចខ្វះខាតរបស់គាត់គឺគាត់ដូចជាអត់មានច្រើនទេគ្រាន់តែយើងគាត់អាចលេង rule of third ឬអីចឹងណាបាទប៉ុន្តែគាត់ប្រើ vignette បាទ vignette ជុំវិញនេះបាទ vignette ମାନେស្មៅគិននេះស្មៅគិននេះបាទអញ្ចឹងក្នុងគឺវាកដោបសាច់ជើងរបស់យើងឲ្យយើងផ្នែកយើងវាស្រួលឃើញហើយបាទអញ្ចឹងវាអត់មានខ្វះខាតទេគាត់អាចបាច់ដាក់ rule of third ក៏បានដែរអញ្ចឹងគាត់ឧទាហរណ៍ថាបើសិនណាទី2បើសិនណាគាត់អាចនេះបន្ទាត់ line នេះណា line ស្លឹកឈើហ្នឹងឲ្យយើងផ្ដេកទៀតអញ្ចឹងគាត់ងាកកាមេរ៉ាមកបន្តិចហើយគាត់អោនតិចអញ្ចឹងអាហ្នឹងវាផ្ដេកចេញពីជ្រុងអីចឹងទៅវាហៅថាឡូជាងហ្នឹងទៀតបាទវាមើលទៅតាក់ទាញជាងហ្នឹងទៀតណាអញ្ចឹងយើងអាចមើលថ្ងៃក្រោយពេលវារត់មកចូល line អញ្ចឹងយើងអាចថតអាហ្នឹងថតច្រើនជាជំរឿរបស់យើងសម្រាប់យើងរើសរូបល្អណាមួយអញ្ចឹងខ្ញុំអត់មានអីច្រើនខ្ញុំមានប៉ុណ្្នឹងបាទអូខេបងប្អូនអញ្ចឹងសង្ឃឹមថាម្ចាស់រូបនឹងពេញចិត្តនៅ photo review របស់ខ្ញុំហើយវាអាចនឹងជាគេថាមេរៀនក៏ដូចជាកំណត់មួយដែលធ្វើឲ្យបងប្អូនអាចយកទៅអនុវត្តក៏ដូចជាជៀសវាងឬក៏សាកល្បងបានបាទអញ្ចឹងកុំភ្លេច comment ខាងក្រោមវីដេអូបន្តទៀតបាទដើម្បីខ្ញុំយកធ្វើ review បន្តទៀតបាទអញ្ចឹងយក photo ជួបគ្នាវីដេអូក្រោយបាយ